បាទសួស្តីសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយករឿងរាមកេរ្តិ៍ខ្សែទី5យកមកធ្វើការសង្ខេបជាបន្តទៅទៀតហើយមុននឹងឈានទៅដល់សាច់រឿងជាដំបូងលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលតែងតែជួយចុច like subscribe និង view វីដេអូរបស់លោកគ្រូសម្រាប់អ្នកថ្មីសូមជួយចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតបាទតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្សែទី5មានដូចជាព្រះរាមជាបុត្ររបស់ព្រះបាទទសរថនិងព្រះនាមកោកល្យានព្រះលក្សណ៍ជាបុត្ររបស់ព្រះបាទទសរថនិងព្រះនាងសមុទ្រហនុមានជាបុត្ររបស់ព្រះពាយពាលីជាស្ដេចស្វានៅនគរខាខិនសុគ្រីពជាប្អូនរបស់ពាលីនាងតារាទេពីជាមហេសីរបស់ពាលីព្រះអិនជាអ្នកបញ្ជាឲ្យអាត្មានរបស់ពាលីទៅកើតនៅឋានសួគ៌បាទជាបន្តចូលមកដល់សាច់រឿងនៅក្នុងខ្សែទី5កាលដងនោះសត្រាទាំងពីរអង្គត្រាច់ពនេចោឥតឈប់ឈរតាមព្រៃព្រឹក្សាបុព្វតាដើម្បីស្វែងរកនាងសីតាព្រះរាមបានទស្សទាយប្រាប់ព្រះលក្សណ៍ថានឹងមាននរណាមានទុកមកពឹងពាក់យើងដែលអាចឲ្យយើងចាប់ក្រុងលង្កាបានដោយងាយសត្វទាំងពីរអង្គបានសម្រាកនៅក្រោមដើមស្វាយមួយដោយព្រះរាមផ្ទុំលើភ្លៅព្រះលក្សណ៍ព្រះសូរិយាឈប់រត់នៅនឹងថ្កល់ដោយហេតុបារមីរបស់ព្រះរាមសុគ្រីពមើលឃើញម្លប់ព្រៃមិនជ្រេរេទៅតាមស្រមោលថ្ងៃសោះក៏សង្ស័យថាអ្នកមានបនបានមកដល់ទីនេះក៏ប្រើក្មួយឲ្យទៅរកមើលហនុមានទៅដល់ឡើងលើដើមស្វាយមើលឃើញប្រហ័សព្រះរាមមានកងចាស់ទើបដឹងថាព្រះរាមជាអ្នកមានបនហនុមានមានចិត្តត្រេកអរណាស់បេះស្លឹកស្វាយរួយស្លុតតិលើព្រះរាមព្រះលក្សណ៍បោសស្លឹកស្វាយពីព្រះរាមឡើងរួយដៃព្រះអង្គក្រឡេកមើលទៅលើដើមស្វាយឃើញស្វាសទ្រង់មានកំហឹងក៏ទាញធ្នូបាញ់តែត្រូវហនុមានលោតឆក់ធ្នូយកទៅបាត់ព្រះលក្សណ៍ក៏ចាប់យកធ្នូព្រះរាមបំរុងនឹងបាញ់ហនុមានតែព្រះរាមបានតានឡើងហើយទតឃើញហនុមានមានពាក់កណ្ដុលនៅត្រចៀកក៏បានហាមឃាត់ព្រះអនុជហនុមានបានចុះមកថ្វាយបង្គំព្រះរាមហើយបានហាមាត់ឲ្យឃើញរស្មីព្រះអាទិត្យ7ពណ៌និងសុំថ្វាយខ្លួនជាសេនាព្រះរាមហនុមានបានទូលប្រាប់ពីឈ្មោះរបស់ខ្លួនគឺកំហែងហនុមានជាបុត្ររបស់ព្រះពាយនិងរឿងរ៉ាវទំនាស់របស់ឪពុកមាគឺពាលីនិងសុគ្រីពរួចហើយហនុមានក៏ថ្វាយបង្គំលាចាកចេញទៅព្រះលក្សណ៍បានចេញទៅស្វែងរកផ្លែឈើនិងបានដងទឹកស្ទឹងយកមកថ្វាយព្រះរាមដោយសារតែទឹកមានរសជាតិប្រៃព្រះរាមក៏ប្រើព្រះអនុជដើរស្វែងរកប្រភពទឹកនោះព្រះលក្សណ៍ធ្វើដំណើរទៅដល់ភ្នំធំមួយដែលមានទឹកជ្រោះហូរធ្លាក់និងលើសូរសំឡេងយំចេញពីភ្នំនោះរួចទ្រង់ក៏យកដំណឹងនេះមកទូលព្រះរាមឯព្រះរាមបានឲ្យព្រះលក្សណ៍វាយបំបែកភ្នំនោះតែមិនបែកសោះពេលនោះសុគ្រីពក៏ប្រាប់ឲ្យយកចុងធ្នូមកឆ្កឹះនោះភ្នំនឹងរបើកមិនខានសុគ្រីពចេញមកថ្វាយបង្គំព្រះលក្សណ៍ហើយព្រះអង្គក៏នាំសុគ្រីពមកជួបព្រះរាមព្រះរាមបានធានាថានឹងយកនគរខាខិនព្រមទាំងនាងតារាទេពីមកប្រទានឲ្យសុគ្រីពចំណែកសុគ្រីពត្រេកអរណាស់ហើយសន្យាកែនពលស្វាជួយព្រះរាមវិញព្រះរាមចង់បង្ហាញពីមហិទ្ធិឫទ្ធិរបស់ខ្លួនក៏ឲ្យសុគ្រីពនាំទៅមើលគុហាជាទីកន្លែងដែលពាលីនិងទូភីច្បាំងគ្នាព្រះរាមបានផ្លែងសអគិវាសដុតខ្មៅក្របីរួចព្រះអង្គផ្លែងសពីរន្វាសរំលត់ភ្លើងហើយទ្រង់ផ្លែងសពីយុវាសប្រមោធាតុយកទៅចោលនៅក្នុងមហាសាគរបន្ទាប់មកទៀតសុគ្រីពបាននាំព្រះរាមនិងព្រះលក្សណ៍ទៅមើលដើមមហាសព្វដាលដែលដុះដំណើរគ្នានឹងផែនដីព្រះរាមក៏បានផ្លែងសព្រមាសរំលំដើមនោះចោលទៅ ព
ព្រះរាមបានប្រើសុគ្រីពឲ្យទៅហៅពាលីមកប្រយុទ្ធដើម្បីព្រះអង្គផ្លែងសសម្លាប់ពាលីបានចេញមកប្រយុទ្ធហើយសុគ្រីពត្រូវចាញ់ឯព្រះរាមមិនហ៊ានបាញ់ឡើយព្រោះស្វាទាំងពីរនេះមានរូបរាងដូចគ្នាពេកក្រោយមកព្រះរាមបានឲ្យព្រះលក្សណ៍ពាក់កម្រងផ្កាឲ្យសុគ្រីពហើយទៅបបួលពាលីមកប្រយុទ្ធម្ដងទៀតពេលនោះនាងតារាទី2បានចេញមកខាត់ពាលីព្រោះសុគ្រីពចាញ់ហើយនៅតែមកបបួលប្រយុទ្ធទៀតក្រែងមានល្បិចកលប៉ុន្តែពាលីមិនព្រមឡើយព្រោះអាងរឹតអំណាចខ្លួនខ្លាំងពូកែច្បាំងឈ្នះទាំងក្រុងរាពណ៍ពាលីបានវាយសុគ្រីពស្ទើរខ្សែទើបសុគ្រីពសែកហៅព្រះរាមឲ្យជួយព្រះរាមផ្លែងសព្រមាសបាញ់ពាលីតែត្រូវពាលីចាប់ជាប់ហើយបានដេះដៀលព្រះរាមថាជាមនុស្សកំសាព្រះរាមបានប្រាប់ថាពាលីក្បត់ពាក្យសច្ចៈហ៊ានលួចយកនាងតារាទី2ដែលជាគូព្រៃរបស់សុគ្រីពមកធ្វើជាមហេសីរបស់ខ្លួនព្រះរាមឲ្យពាលីសុំទុកជីវិតតែពាលីមិនព្រមឡើយហើយបានថ្វាយបង្គំព្រះរាមសូមជួយមើលការខុសត្រូវសុគ្រីពនិងអង្គតជាកូនផងរួចហើយពាលីក៏លែងសព្រមាសមុតប្រាណស្លាប់ទៅនាងតារាទី2ជាមហេសីពាលីបានចេញមកយំសោកបោកខ្លួនលើសពស្វាមីធ្វើឲ្យក្តៅក្រហាយដល់ព្រះអិនហើយព្រះអង្គក៏ប្រទានពរឲ្យអាត្មានពាលីទៅកើតនៅឋានសួគ៌ព្រះរាមបានអភិសេកសុគ្រីពឡើងគ្រងរាជ្យនៅខាស់ខិនបុរីរួចក្សត្រទាំងពីរធ្វើដំណើរទៅគង់ក្នុងព្រៃសុគ្រីពកេណ្ឌតស្វាមិនបានទាន់ពេលវេលាព្រះរាមប្រើព្រះអនុជឲ្យមកសាកសួរហើយព្រះលក្សណ៍បានគំរាមកំហែងថានឹងកំទេចនគរខាស់ខិនសុគ្រីពដឹងខ្លួនខុសក៏បានសំទោសក្សត្រាត្បិតខ្លួនកំពុងភ្ជុំពលសេនាហើយហនុមានមិនទាន់មកដល់ផងបាទចឹងរឿងរាមកេរ្តិ៍ខ្សែទី5ក៏សន្មតចប់ត្រឹមតែប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅខ្សែទី6ជាបន្តទៀតបាទអរគុណជម្រាបលា